ហាមចងរឹងទុកចោលនៅពេលយប់ដាច់ខាតបើសិនជាអត់មានពីណាគេដេកនៅលើរឹងហ្នឹងទេគឺត្រូវតែស្រាយវាចេញតែម្ដងបើសិនជាហ៊ានតែចោលវាទុកចោលនៅពេលយប់អាចនឹងមានអ្វីម្យ៉ាងទៅដេកនៅលើរឹងហ្នឹងក៏ថាបានដែរហើយអ្វីម្យ៉ាងដែលខ្ញុំសម្ដៅដល់ហ្នឹងអាចជាវិញ្ញាណខ្មោចតៃហោងឬក៏ព្រាយអសូរកាយចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងរីយ៉ាប្រាប់ថារឿងមួយនេះវាកើតឡើងកាលពីឆ្នាំ2019ពេលដែលគាត់ឡើងទៅការបងប្អូនចំនួនមួយខាងប្តីរបស់គាត់នៅឯតាមខេត្តហើយផ្ទះដែលគាត់ត្រូវស្នាក់នៅពេលហ្នឹងគឺជាផ្ទះម្ដាយក្មេករបស់គាត់នឹងឯងផ្ទះម្ដាយក្មេករបស់គាត់គឺមានទីតាំងស្ថិតនៅក្នុងភូមិហើយផ្ទះហ្នឹងគឺជាប្រភេទផ្ទះថ្ម2ជាន់ធ្វើនៅចំកណ្ដាលដីម្ដាយក្មេករបស់គាត់គឺមានដីធំខ្លាំងមែនទែនហើយនៅជុំវិញដីហ្នឹងគឺសង់លបងថ្មផុតក្បាលហ្នឹងគឺជុំវិញផ្ទះតែម្ដងហើយនៅក្នុងបរិយាកាសដីទាំងមូលហ្នឹងទៀតទាំងអស់គ្នាគឺមានដើមឈើច្រើនណាស់មានដើមស្វាយដើមមៀនដើមចេកដើមអីចឹងទៅនិយាយទៅឲ្យតែដំណាំណាដែលអាចហូបផ្លែបានគឺម្ដាយក្មេកឪពុកក្មេករបស់គាត់ហ្នឹងគឺដាំឲ្យទាំងអស់គ្នាហើយដែលសំខាន់មួយទៀតហ្នឹងគឺមានដើមអំពិលធំមួយនៅចំខាងក្រោយផ្ទះតែម្ដងដែលនៅឆ្ងាយពីផ្ទះប្រហែលជាខ្ទង់8 9ម៉ែត្រអីទេនឹងឯងអញ្ចឹងបងរីយ៉ានៅពេលដែលគាត់ទៅដល់ផ្ទះម្ដាយក្មេករបស់គាត់ភ្លាមរឿងដំបូងដែលគាត់ធ្វើមុនគេហ្នឹងគឺឲ្យប្តីរបស់គាត់ដើររកនៅក្នុងផ្ទះតើមានកន្លែងណាដែលអាចចងទាំងឲ្យកូនដេកបានព្រោះកូនគាត់ពេលហ្នឹងគឺមានអាយុទៅតែ9ខែទេហើយកូនរបស់គាត់ហ្នឹងគឺមានទម្លាប់ដេកទៅលើរឹងទាំងអស់គ្នាដេកលឿនរឹងត្រូវតែមានអ្នកចូលទៀតចែកដល់អីផ្ទះម្ដាយក្មេករបស់គាត់ហ្នឹងគឺអត់មានកូនង៉ែតអត់មានអីទេអញ្ចឹងហើយផ្ទះទាំងមូលហ្នឹងគឺអត់មានកន្លែងណាដែលអាចចងរឹងបានទេពិសេសនៅក្នុងផ្ទះហ្នឹងឯងអញ្ចឹងប្តីរបស់បងរីយ៉ានេះខ្ទង់ម៉ោង4កន្លះនៅល្ងាចហ្នឹងណាគឺគាត់ដើរទៅខាងក្រោយផ្ទះទៅដើររកមើលកន្លែងណាដែលអាចចងរឹងបានក៏ឃើញមានដើមអំពិលវានៅជាប់ជាមួយនឹងដើមស្វាយនឹងឯងអញ្ចឹងប្តីរបស់គាត់ថាចេះតែអាចយកកូនទៅដេកនៅនឹងបានអត់ខ្លាចចាំគាត់រៀបចំអីឲ្យអញ្ចឹងណាចងរឹងចង់ឲ្យអញ្ចឹងទៅអញ្ចឹងបងរីយ៉ាដូចថាតែគាត់ដឹងកូនគាត់ច្បាស់ថាបើសិនជាអត់មានរឹងទេគឺវាអត់ដេកនឹងឯងអញ្ចឹងទៅប្តីគាត់យកទៅចងហ្មងទៅមិនបាច់ខ្លាចមានអីទេអញ្ចឹងប្តីរបស់គាត់ក៏ទៅចងរឹងនៅចំខាងក្រោយផ្ទះហ្នឹងទៅពេលប្តីរបស់គាត់ចងរឹងរួចបងរីយ៉ាក៏បីកូនយកទៅខាងក្រោយហ្នឹងហើយតម្រាំតែកូនគាត់ដេកលក់គឺម៉ោង7:06ហ្នឹងឯងចឹងទៅពេលដាក់ឲ្យកូនគាត់ដេករួចគាត់នឹងក៏យកលីប៉ៅអ៊ីផ្អែកនេះមកអង្គុយយកកូននៅខាងក្រោមដើមអំពិលហ្នឹងហ្មងហើយប្តីរបស់គាត់ហ្នឹងគឺបានតភ្លើងតអីដាក់ឲ្យកន្លែងហ្នឹងខ្លាចមានមូសខាំកូនអីចឹងណាហើយក៏ដុតមូសដុតឲ្យអញ្ចឹងទៅអញ្ចឹងពេលរៀបចំអីហើយអស់នេះបងរីយ៉ាក៏ឃើញថាចេះផ្ទះម្ដាយក្មេករបស់គាត់អត់មានពីណាគេនៅផ្ទះទេគឺគេទៅចូលរួមកម្មវិធីមង្គលការពេលល្ងាចកម្មវិធីចូលរោងពេលល្ងាចហ្នឹងគឺអស់លេងហើយម្ដាយក្មេករបស់គាត់ហ្នឹងក៏ទៅដែរអញ្ចឹងបងរីយ៉ាគាត់ដេញប្តីគាត់ទៅជាមួយទៅគាត់ថាគាត់អាចនៅម្នាក់ឯងបានអត់អីទេណាមួយទៀតពេលការរបស់គាត់ហ្នឹងបងប្អូនចំនួនមួយហ្នឹងគឺគេមកជួយស្រោះដៃគ្នាខ្លាំងណាស់អញ្ចឹងពេលដែលការគេវិញប្តីគាត់ហ្នឹងគួរតែទៅចូលទៅជួយគេដែរអញ្ចឹងណាបានជួបជុំបងប្អូនអីផងប្តីពួកគាត់មិនមែនចាស់តែមានអាការមកលេងស្រុកអីចឹងទេអញ្ចឹងប្តីរបស់គាត់នៅពេលដែលប្រពន្ធប្រាប់ប៉ុណ្ណឹងហើយប្តីរបស់បងរីយ៉ាគាត់ឡើងម៉ូតូជិះទៅកន្លែងផ្ទះការហ្នឹងឯងផ្ទះការហ្នឹងគឺស្ថិតនៅក្នុងភូមិជាមួយគ្នាគ្រាន់តែមួយនៅដើមភូមិមានតែនៅចុងភូមិអញ្ចឹងណាអញ្ចឹងដល់ពេលប្តីរបស់គាត់ទៅបាត់ហ្នឹងបងរីយ៉ាគាត់ដៃម្ខាងយល់កូនដៃម្ខាងទៀតក៏មើលទូរស័ព្ទទៅយល់កូនយូរទៅដោយសារតែគាត់ជិះឡានទៅយូរដែរអញ្ចឹងណាគាត់ក៏អស់កម្លាំងគាត់ដេកលក់ទៅបាត់នៅពេលគាត់ដឹងខ្លួនម្ដងទៀតនេះគឺម៉ោង7យប់ហើយបរិយាកាសនៅជុំវិញផ្ទះវាថារៀងបិទភ្លើងល្ងឹតទេមានតែភ្លើងនៅក្នុងផ្ទះហើយនឹងភ្លើងកន្លែងនៃប្តីរបស់គាត់តឲ្យហ្នឹងឯងនៅខាងក្រោមដើម7ហ្នឹងអញ្ចឹងបងរីយ៉ាក៏គាត់ឃើញថាចេះអាចនឹងខ្ទង់30នាទីទៀតកូនគាត់ភ្ញាក់ដឹងខ្លួនហើយអញ្ចឹងគាត់ក៏របៀបដើរចេញពីកន្លែងហ្នឹងឡើងទៅលើផ្ទះដោយសារតែម្ដាយក្មេករបស់គាត់ឲ្យគាត់ដេកនៅលើជាន់ខាងលើអញ្ចឹងណាដើម្បីឆុងត្រឡោះគោឲ្យកូនអញ្ចឹងទៅអញ្ចឹងបងរីយ៉ានៅពេលដែលគាត់ដើរទៅហ្នឹងក៏ឡើងទៅលើបន្ទប់អញ្ចឹងទៅនៅពេលឡើងទៅលើបន្ទប់ហ្នឹងគាត់ក៏បើកប្រអួចសម្លឹងមើលទៅកន្លែងដើម7ដែលចងរឹងហ្នឹងឯងអ្នកនរគ្នាដោយសារតែអានៅលើផ្ទះហ្នឹងគឺគេមានធ្វើប្រអួចនៅខាងក្រោយដែលអាចមើលបរិយាកាសខាងក្រោយផ្ទះបានអីអញ្ចឹងណាជិតពេលដែលគាត់មើលទៅឃើញកូនរបស់គាត់ដេកធម្មតាអីហ្នឹងឯងពេលហ្នឹងគឺកូនរបស់គាត់ដេកនៅលើរឹងនេះទាំងអស់គ្នារឹងតាហ៊ានដែលគេលក្ខណៈថាគេមានរូតដែលអាចរូតដាក់ធ្វើមុងធ្វើអីបានឲ្យដេកកុំឲ្យមុខខាំអីចឹងណាប៉ុន្តែពេលហ្នឹងគាត់អត់បានតម្លាក់អាមុងតម្លើងមុខហ្នឹងទេដាក់ដេកហ្នឹងគឺកូនដេកធម្មតាអីហ្នឹងឯងអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលគាត់រៀបចំឆុងរបស់គាត់គាត់ក៏ស្រឡឹងទៅមើលរឹងហ្នឹងដល់ពេលស្រឡឹងទៅក៏ឃើញថារឹងធម្មតាកូនរបស់គាត់ក៏ដេកលក់ឲ្យធម្មតាអីដែរទេអញ្ចឹងនៅពេលដែលគាត់ឆុងរបស់គោរួចនេះគាត់ក៏ដើរចុះទៅវិញប៉ុន្តែគាត់អត់បានទៅកន្លែងកូនគាត់ដេកភ្លាមហ្នឹងទេគាត់ចូលទៅបន្ទប់ទឹកបាត់ជើងសិនបាត់ជើងតូចទេទាំងគ្នាគាត់ថាពេលគាត់បាត់ជើងតូចប្រហែលជាខ្ទង់5នាទីអីចឹងណាបាត់ជើងតូចរួចគាត់កាន់10ទៅដោះគោហ្នឹងដើរសម្ដៅទៅក្រោមដើម7ហ្នឹងគ្រាន់តែពេលដែលគាត់ដើរទៅទាំងអស់គ្នាដើរអត់ទាន់ដល់រឹងហ្នឹងឯណាដើរបានប្រហែលជាខ្ទង់នៅឆ្ងាយពីរឹងហ្នឹង4ម៉ែត្រអីទេគឺគាត់បានឃើញនៅលើរឹងហ្នឹងគឺមានមនុស្សស្រីពាក់ខោអាវសក់វែងត្រឹមចង្កេះអង្គុយបែរខ្នងយល់រឹងខ្លាំងមែនតើបងប្អូនយល់ខ្លាំងមែនតើណាហើយបងលីយ៉ានៅពេលដែលគាត់ឃើញអញ្ចឹងគាត់មិនឆ្ងល់ព្រោះអីកូនរបស់គាត់ដេកនៅលើរឹងហ្នឹងដែរហើយបើម្នាក់ស្រីហ្នឹង
អង្គុយយល់ដឹងខ្លាំងឡើងមិនធ្លាក់កូនគាត់ក៏រត់ទៅកន្លែងហ្នឹងទាំងអស់គ្នានៅពេលដែលគាត់រត់ទៅកន្លែងហ្នឹងអាភ្លើងនៅខាងលើរបស់ប្តីគាត់ហ្នឹងក៏ដាច់មួយផ្លែដែរតែមកភ្លឺវិញនៅពេលដែលវាភ្លឺវិញហ្នឹងបាត់ម្នាក់ស្រីហ្នឹងបាត់ហើយនៅលើទាំងហ្នឹងក៏អត់មានកូនរបស់គាត់ដែរទាំងអស់គ្នាបងរីយ៉ាពេលហ្នឹងគាត់ថាគាត់ភ័យគាត់ខ្លាចខ្លាំងមែនតើគាត់គិតថាម្នាក់ស្រីហ្នឹងច្បាស់ជា3កូនរបស់គាត់ទៅអញ្ចឹងទាំងអស់គ្នាគាត់ភ័យគាត់ឡើងលក្ខណៈស្លន់ខ្លាំងមែនតើណាអញ្ចឹងគាត់ក៏រោដើរចេញប៉ុន្តែនៅពេលដែលគាត់ដើរចេញទៅហ្នឹងក៏ឃើញប្តីរបស់គាត់កំពុងតែ3កូននៅជ្រុងម្ខាងឯងប្តីរបស់គាត់ថានៅពេលដែលគាត់ត្រឡប់មកពីអាកម្មវិធីចូលរោងពេលល្ងាចហ្នឹងវិញឃើញកូនហ្នឹងវាចាប់ផ្ដើមដឹងខ្លួនហើយអញ្ចឹងគាត់ក៏លើកកូន3ហ្មងទៅអញ្ចឹងបងរីយ៉ាគាត់ធូរចិត្តវិញហ្មងទាំងអស់គ្នាដោយសារអីកូនរបស់គាត់មានពីណាគេចាប់ទៅទេគឺប្តីរបស់គាត់នឹងកំពុងតែ3នឹងឯងអញ្ចឹងគាត់ក៏របៀបថាយកកូនពីប្តីរបស់គាត់ហ្នឹងឲ្យគាត់3លួងកូនគាត់ឲ្យបន្តអញ្ចឹងណារួចក៏នាំគ្នាឡើងទៅលើផ្ទះវិញពេលហ្នឹងគាត់អត់សែនទាំងអីទាំងអស់គ្នាគាត់ຕົកទាំងនឹងចោលអញ្ចឹងទៅអញ្ចឹងគាត់ថានៅថ្ងៃទី1ដែលគាត់បានឃើញម្នាក់ស្រីហ្នឹងណាអារម្មណ៍របស់គាត់ពេលហ្នឹងគាត់អត់ច្បាស់ថាវាជារូបភាពដែលគាត់ឃើញពិតឬមួយគាត់ស្វាងភ្នែកគាត់អត់ហ៊ានរបៀបអត់ហ៊ានប្រាប់ពីណាគេព្រោះនៅផ្ទះហ្នឹងអត់មានមនុស្សស្រីណាសក់វែងទេម្ដាយក្មេករបស់គាត់គឺសក់ត្រឹមកចំណែកប្អូនស្រីបោះប្តីគាត់នឹងឯងគឺសក់ត្រឹមកដូចគ្នាទេរបៀបអញ្ចឹងហើយគឺអត់ដឹងថាម្នាក់ស្រីនេះគឺជាពីណាគេមិនដឹងថាគាត់សម័យខ្លួនឯងឬក៏មិនទេទាំងអស់គ្នាអាហ្នឹងនៅថ្ងៃទី1នឹងឯងចូលដល់យប់ទី2វិញគាត់ក៏ទៅចូលរួមកម្មវិធីមង្គលការនឹងឯងហើយពេលហ្នឹងគឺគេចាប់តាមហូបតាំងពីម៉ោង5ល្ងាចទៅអញ្ចឹងទៅប៉ុន្តែបងរីយ៉ាត្រឹមតែម៉ោង8យប់ទេណាគាត់ត្រឡប់មកផ្ទះមុនហើយដោយសារគាត់មានកូនតូចហើយកូនតូចរបស់គាត់រករឿងអីអញ្ចឹងទៅអញ្ចឹងពេលដែលគាត់មកវិញហ្នឹងគាត់ឲ្យប្តីរបស់គាត់នៅចាប់នៅរបៀបថានៅកម្មវិធីគេដល់ចាប់ដល់អីអញ្ចឹងទៅយូរម្ដងទៅបានជួបជុំបងប្អូនអីអញ្ចឹងណាហើយផ្ទះហ្នឹងពេលហ្នឹងគឺគាត់នៅតែម្នាក់ឯងជាមួយនឹងកូនរបស់គាត់ហ្នឹងទេប៉ុន្តែគាត់បានយកកូនទៅដេកនៅលើរឹងហ្នឹងណាគាត់3កូននៅលើដៃគាត់ហើយឈរនៅលើផ្ទះឈរនៅអាបន្ទប់ដែលគាត់មកឆុងទៅដល់គូហ្នឹងទាំងគ្នា3កូនដោយសារកូនគាត់ពេលហ្នឹងគឺរៀងងងដែរវារៀងងាក់ដោយសារតែអីវាចង់ដេកលឿនរឹងដេកអញ្ចឹងទៅប៉ុន្តែគាត់លួងកូនរហូតដល់កូនដេកលក់គាត់ដាក់កូននៅលើគ្រែហើយនៅពេលហ្នឹងគាត់អត់បានដោះកៅអៅគាត់ចេញទាំងគ្នាអារ៉ូបដែលគាត់ពាក់ទៅចូលរួមមិនគឺគាត់នៅ3កូនបដានេះបដាអញ្ចឹងតែអញ្ចឹងគាត់ក៏ឡើងលើគ្រែដេកជាមួយកូនគាត់ដេកលក់ទាំងគ្នាដឹងខ្លួនម្ដងទៀតគឺនៅម៉ោង10យប់ប៉ុន្តែអ្នកផ្ទះគាត់អត់មានពីណាគេមកវិញទេប្តីរបស់គាត់នឹងគាត់អត់មកវិញដែរអញ្ចឹងគាត់ងើបចុះពីលើគ្រែហ្នឹងណាទាំងគ្នាគាត់ថាងើបទៅបិទប្អួយទេប៉ុន្តែនៅពេលគាត់ងើបទៅកន្លែងប្អួយដើម្បីទាញបិទទៅអាប្អួយខាងក្រៅអាចមើលឃើញដើមអំពិលហ្នឹងណាគាត់បានឃើញមនុស្សស្រីដេកនៅលើរឹងហ្នឹងយល់រឹងឲ្យតម្លាក់សក់ទាំងអស់គ្នាតម្លាក់សក់ចុះមកឲ្យធម្មតារឹងហ្នឹងចង់វាថានៅចិត្តដីដែរទេនៅឆ្ងាយពីដីប្រហែលជាខ្ទង់1ម៉ែត្រអីចឹងណាគឺសក់បែបហ្នឹងអូសជាមួយនឹងដីរបៀបថាយល់ចុះឡើងឲ្យយល់រឿងខ្លាំងដែរអញ្ចឹងណាអញ្ចឹងបងរីយ៉ាគាត់ជាផ្ទៀងមើលថាចេះពីណាគេមកដេករឹងមកប៉ុណ្ណឹងហើយដូចនិយាយចឹងផ្ទះហ្នឹងអត់មានពីណាគេសក់វែងទេហើយមនុស្សស្រីហ្នឹងគឺមាន3នាក់ទាំងគាត់នឹងឯងហើយក៏សក់គាត់ហ្នឹងរបៀបថាបើគាត់នៅហ្នឹងហើយតែមានពីណាគេដេករឿងហ្នឹងទៀតគាត់មើលបដារឹងក៏ចាប់ដើមយល់ខ្លាំងទៅអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ចុះពីលើផ្ទះទៅមើលកន្លែងរឹងហ្នឹងគាត់ក៏ដើរសម្ដៅទៅកន្លែងរឹងហ្នឹងបងប្អូននៅពេលដែលគាត់ដើរសម្ដៅទៅលើរឹងហ្នឹងគាត់ចាំបានច្បាស់ពេលដែលគាត់មើលរឹងពីលើហ្នឹងទៅរឹងហ្នឹងវាអត់ទាន់បានតឡើងធ្វើជាមុងដែលអាចដេកបានទេធម្មតារឹងអត់តាហ៊ានដូចខ្ញុំប្រាប់មុនអញ្ចឹងគឺគេអាចតឡើងធ្វើជាមុងអីបានឲ្យមនុស្សដេកនៅក្នុងរឹងហ្នឹងអញ្ចឹងណាហើយមានមុងនៅពីលើដល់ពេលដែលគាត់ដើរទៅដល់កន្លែងរឹងហ្នឹងបងប្អូនគាត់អើតមើលទៅខាងក្នុងគាត់បានឃើញមនុស្សស្រីទាំងអស់គ្នាមនុស្សស្រីដេកត្រង់ខ្លួននៅក្នុងរឹងហ្នឹងហើយបើភ្នែកមើលមកគាត់ចេះដេកបើភ្នែកមើលមកគាត់នឹងមកទាំងអស់គ្នាអញ្ចឹងបងរីយ៉ាពេលហ្នឹងគាត់របៀបថារូតរឹងមើលប៉ុន្តែនៅពេលដែលគាត់រូតរឹងមើលអត់មានឃើញអីទាំងអស់អត់មានពីណាគេនៅក្នុងរឹងណាទាំងអស់គ្នាអត់មានសោះហ្មងប៉ុន្តែគាត់ឮសំឡេងស្រឹបនៅលើដើមអំពិលពេលដែលគាត់ងើយមើលទៅលើគាត់ឃើញមនុស្សស្រីមែនមនុស្សស្រីពាក់ឈុតសនឹងឯងទាំងអស់គ្នាហើយសក់វានឹងគឺវែងមែនតើអង្គុយនៅខាងលើចុងអំពិលហ្នឹងមើលមកគាត់ចែកមើលមកឲ្យដូចចង់វាចង់ខាងក្រោមវិញបងរីយ៉ាពេលហ្នឹងគាត់អត់និយាយច្រើនទាំងអស់គ្នាគាត់ស្ទុះចូលទៅលើទៅក្នុងផ្ទះវិញរួចឡើងសម្ដៅទៅបន្ទប់របស់គាត់អាបន្ទប់ដេកខាងលើហ្នឹងបិទប្អួយបិទអីពេលហ្នឹងបើសួរថាគាត់ខ្លាចខ្លាំងអត់គឺគាត់ខ្លាចខ្លាំងណាស់ប៉ុន្តែគាត់អាចទៅចោលកូនរបស់គាត់បានទេហើយដែលសំខាន់គាត់គិតថាចែកម្នាក់ហ្នឹងអាចមិនមែនខ្មោចទេអាចជាជំនាញដើមអំពិលឬមួយក៏អីនៅចាំដីហ្នឹងអញ្ចឹងណាវាមិនអាចផ្ទះទាំងមូលហ្នឹងអាចមានពួកអញ្ចឹងចូលមកបានទេបើក្រៅពីម្ចាស់ដីម្ចាស់ផ្ទះអីគេនៅស្រាប់តាំងពីយូរមកអញ្ចឹងទៅអញ្ចឹងបងរីយ៉ាគាត់សង្ងំរហូតទាំងអស់គ្នាដល់មកចិត្តមកដណ្ដប់ទៅម្ដាយក្មេករបស់គាត់ប្តីរបស់គាត់ឲ្យត្រឡប់មកវិញតែម្នាក់គឺរឿងស្វឹងហើយរឿងស្វឹងសឿងអញ្ចឹងហើយគាត់ក៏តាមបាននិយាយរឿងហ្នឹងប្រាប់អ្នកគ្រប់គ្នាភ្លាមដែរតតែព្រលឹមឡើងគាត់និយាយរឿងប្រាប់ប្តីគាត់មុនអញ្ចឹងប្តីរបស់គាត់ហ្នឹងគឺនិយាយថាគាត់អត់ទាន់ដឹងរឿងអញ្ចឹងគាត់អត់ហ៊ាននិយាយថាប៉ិតឬក៏មិនប៉ិតអីទេប៉ុន្តែប្អូនស្រីរបស់ប្តីគាត់ដឹងគាត់និយាយថាម្នាក់ហ្នឹងនៅចាំដើមនឹងយូរហើយម្នាក់ហ្នឹងគឺគេរឿងល្អអីដែរទេទាំងអស់គ្នារបៀបមិនមែនអីរឿងអាក្រក់ទេគ្រាន់តែម្នាក់ហ្នឹងណានៅពេលដែលមានពីណាគេចង់រឹងទុកចោលហ្នឹងគឺចូលចិត្តមកអង្គុយលើត្រង់ហ្នឹងយកលេងអីចឹងទៅណាទាំងអស់គ្នាចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្ណឹងដែរ
nhưng mà đang hai thằng đi chưa được cả tề bên tay nó về để đập đường để quặn giấy chặt tông mình rắn đang hay bên nhóm đào cặn rắn mà đòn đó thằng đi cứ mẹ làm tháp rư sport hai khạc chia bớt xét nó về đàn rắn ăn mình được đây chứ nè bên tay rắn dỗ khăng đôi mình phải đi không rắn đang mong hay tại đường lại quạt ba chạy đồng lấy ba nắng comment tập bên đang đáy bớt sân thằng đi mình đưa chạy đồng lấy complete chat mặc nóng ăn hàng ai chỉ mình phòng bye